ទីបំផុតក្រុមជំនឿជាតិអេស្ប៉ាញជាអ្នកឡើងវគ្គផ្ដាច់ព្រាត់ជួបជាមួយនឹងក្រុមជំនឿជាតិប៉ូទុយហ្គាល់នៅឯ UEFA Nations League កាលពីយប់មិញក្រុមអេស្ប៉ាញហើយនឹងក្រុមជំនឿជាតិបារាំងលាងគ្នាដល់កបងប្អូនអើយបាទដូចគុំគ្នាតាំងពីកៅសុទ្ធទៅសុទ្ធមកសុទ្ធទៅសុទ្ធមកជិត10គ្រាប់5-4អេស្ប៉ាញឈ្នះ5-4ទៅលើក្រុមជំនឿជាតិបារាំងដែលអ្នកទាំងពីរនេះសុទ្ធតែជាអ្នកឈ្នះជើងឯកNations League នៅក្នុងពីរដូវកាលចុងក្រោយនេះបារាំងឈ្នះនៅក្នុងឆ្នាំ2021អេស្ប៉ាញឈ្នះនៅក្នុងឆ្នាំ2023 2ឆ្នាំម្ដងអញ្ចឹងអ្នកទាំងពីរនេះសុទ្ធតែឈ្នះពីឆ្នាំចុងក្រោយគឺឈ្នះម្នាក់ម្ដងដូចគ្នាហើយអេស្ប៉ាញគឺជាក្រុមការពារជើងឯកបាទអេស្ប៉ាញគឺជាក្រុមការពារជើងឯកអេស្ប៉ាញផ្ដួលបារាំងកាលពីជាម្ចាស់ជើងឯកដែរបាទម្ចាស់ជើងឯកកាលពីឆ្នាំ2021បងប្អូនបាទ2021ស្អិតល្មួតបងប្អូនអូយល្អមើលដល់កបាទអេស្ប៉ាញហើយនឹងបារាំងកាលពីយប់មិញនេះបាទ9គ្រាប់ខ្ញុំមិននឹកស្មានបងប្អូនឲ្យសុទ្ធប៉ុន្តែអេស្ប៉ាញសុទ្ធ5គ្រាប់មុនបារាំងតាមតទៅបាន4គ្រាប់មកវិញប៊ីសប្រហោងពោះចុងម៉ោងដែរបើសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញបារាំងបុកតទៅបាន4គ្រាប់មកវិញ4-5រឿងហ្នឹងក៏ហួសទៅដែរអ្វីដែលសំខាន់នៅក្នុងពេលនេះអេស្ប៉ាញត្រូវជួបជាមួយនឹងប៉ូទុយហ្គាល់តាមដានការប្រកួតនេះគឺយកចិត្តទុកដាក់យកទៅមែនទែនបាទហើយការជួបជាមួយនឹងអេស្ប៉ាញគឺជាមួយដែលលំបាកសម្រាប់ក្រុមប៉ូទុយហ្គាល់បាទខ្ញុំអានឹងអារម្មណ៍មកខ្ញុំបងប្អូនខ្ញុំថាបប៉ះបារាំងអាចនឹង%ខ្ពស់តែបប៉ះអេស្ប៉ាញតឹងបន្តិចអេស្ប៉ាញខ្លាំងពេកបងប្អូនហើយក៏ប៉ុន្តែចុងម៉ោងនឹងបណ្ដោយឲ្យបារាំងលេងដែរបុកមកផ្លែតបាន4គ្រាប់វិញយ៉ាងណាក៏នៅតែឡើងមកកាន់វគ្គផ្ដាច់ព្រាត់អេស្ប៉ាញគឺជាជើងឯកកាលពីរដូវកាលមុនបាទក្រុមការពារតំណែងជើងឯកគណៈដែលប៉ូទុយហ្គាល់គឺជាក្រុមដែលកៅឆាយ Nations League តាំងពីឆ្នាំ2019រដូវកាលដំបូងគឺប៉ូទុយហ្គាល់ជាអ្នកកៅឆាយបាទម្ចាស់ជើងឯកដែរអញ្ចឹងអេស្ប៉ាញត្រូវជួបជើងឯកពីប្រកួតហ្នឹងបាទប្រកួតយប់មិញហ្នឹងប៉ះជាមួយបារាំងគឺម្ចាស់ជើងឯក Nations League ដល់ទៅពេលថ្ងៃអាទិត្យនេះត្រូវប៉ះម្ចាស់ជើងឯកឆ្នាំ2019គឺប៉ូទុយហ្គាល់ទៀតប៉ូទុយហ្គាល់ទម្លាក់អាល្លឺម៉ង់ដែលជាក្រុមខ្លាំងមួយហើយក៏ជាម្ចាស់ជើងឯកនៅ World Cup 4សម័យដែរសម្រាប់អាល្លឺម៉ង់ហើយលេងនៅក្នុងទឹកដីខ្លួនឯងអត់ឈ្នះប៉ូទុយហ្គាល់សុទ្ធដល់កទម្លាក់អាល្លឺម៉ង់បាត់បាទអាល្លឺម៉ង់ខ្លាំងប៉ុណ្ណឹងប៉ូទុយហ្គាល់ទម្លាក់បានឥឡូវអេស្ប៉ាញខ្លាំងប៉ុណ្ណឹងដែរជាមួយអាល្លឺម៉ង់អេស្ប៉ាញខ្លាំងប៉ុណ្ណឹងតើប៉ូទុយហ្គាល់ទម្លាក់បានអត់ប៉ូទុយហ្គាល់ខ្លាំងដូចគ្នាបងប្អូនខ្ញុំមើលការប្រកួតទល់ជាមួយនឹងក្រុមអាល្លឺម៉ង់ប៉ូទុយហ្គាល់កាចមែនទែនបងប្អូនអើយបាទពូដូនៅល្អក្រាន់បើវិញតើសុទ្ធបានដែរគ្រាប់ជាជំនះរបស់អ្នកប៉ូទុយហ្គាល់ហ្នឹងគឺពូដូបាទអញ្ចឹងអញនិយាយថាអាល្លឺម៉ង់ចាញ់ប៉ូទុយហ្គាល់ខ្លាំងសុទ្ធអាល្លឺម៉ង់ឡើងប៉ោងសរងដែរហ្នឹងបងប្អូនអើយបាទសុទ្ធច្រើនណាបាទតែបានតែ2គ្រាប់ទល់នឹង1ទេដល់ទៅពេលនេះបាទអេស្ប៉ាញផ្ដួលបារាំងនេះម៉ាំងទៅម៉ាំងមកឡងជួបបងប្អូនហើយប្រហែលចូលជិត10គ្រាប់9គ្រាប់បាទអេស្ប៉ាញផ្ដួលបារាំងកឡូយ៉ានៅតំបន់អឺរ៉ុបកឡូយ៉ាលំដាប់ពិភពលោកគឺបារាំងអេស្ប៉ាញផ្ដួលហើយឡើងវគ្គផ្ដាច់ព្រាត់គណៈដែលប៉ូទុយហ្គាល់ផ្ដួលកឡូយ៉ារបស់ពិភពលោកដូចគ្នាដែរគឺអិនទ្រីដែកអាល្លឺម៉ង់ផ្ដួលយ៉ាដូចគ្នាឥឡូវនេះពួកគេឡើងមកជួបគ្នាពួកគេគឺជាយ៉ាដែរបាទគឺជាយ៉ាដែរផ្សាយបន្តផ្ទាល់នៅ CTS Sport បងប្អូនណាថ្ងៃអាទិត្យម៉ោង2យប់ថ្ងៃអាទិត្យឆ្លងចូលថ្ងៃច័ន្ទម៉ោង2ខ្ញុំអធិប្បាយជូនបងប្អូនយើងទាំងអស់គ្នាវគ្គផ្ដាច់ព្រាត់ UEFA Nations League ជំនួបរវាងក្រុមជម្រើសជាតិបារាំងជាស្រ័យបាទជម្រើសជាតិអេស្ប៉ាញទល់ជាមួយនឹងក្រុមជម្រើសជាតិប៉ូទុយហ្គាល់បាទបងប្អូនយើងគិតថាមួយណាទំនងឈ្នះជើងឯកជាងសូមខមមិននៅខាងក្រោមមើលបងប្អូនយើងខ្ញុំមិនទាន់និយាយថាអ្នកណាទំនងឈ្នះពៀនទេបាទចាំគៀកថ្ងៃប្រកួតចាំចេញមកคลิปទៀតបងប្អូនព្រោះថាឥឡូវក្តៅពេកតែខ្ញុំថាប៉ូទុយហ្គាល់នឹងលំបាកខ្លាំងជាមួយនឹងអេស្ប៉ាញព្រោះអេស្ប៉ាញនេះខ្លាំងបងប្អូនហើយតែប៉ូទុយហ្គាល់ខ្លាំងដូចគ្នាដែរមិនដឹងឆ្ងាញ់យ៉ាងម៉េចទេបងប្អូនវគ្គផ្ដាច់ព្រាត់នេះបាទវគ្គផ្ដាច់ព្រាត់នេះទំនងភ្នែកណាបងប្អូនអូបាទអេស្ប៉ាញប៉ះជាមួយនឹងប៉ូទុយហ្គាល់អេស្ប៉ាញប៉ះប៉ូទុយហ្គាល់សុទ្ធតែអ្នកធ្លាប់ឈ្នះ Nations League ដូចគ្នាហើយអ្នកឈ្នះ Nations League នៅតំបន់អឺរ៉ុបនេះមានតែ3ទេគឺបារាំងប៉ូទុយហ្គាល់និងអេស្ប៉ាញហ្នឹងឥឡូវហ្នឹងបារាំងបាត់ខ្លួនហើយក្រោមធ្វើជើងរបស់ក្រុមជម្រើសជាតិអេស្ប៉ាញនៅសល់មួយទៀតគឺប៉ូទុយហ្គាល់បាទចាំមើល
mà Espagne đun Portugal mới tiếp bàn ắt mà sao tao lôi dạ hai bằng bộ đại bà sao tao lôi dạ khi ông hiện dây bàn tha Portugal hai những Espagne những sạch đồng pần khnia ai làng khnia bàn sạch đồng pần khnia bữa thao vẽ semi final lại mà nâng tiếng Alemang Portugal Espagne bà răng buôn nâng sạch tại dạ hai về nên sao dạ pi tiết nơi đồng bằng ở Rập hai sao thọp nè tiền nâng đôi khnia mà bang trả cho bị bọn đọc muốn Portugal chứ nè đọc về đôi cao trong cao bị bọn mà phải bay đi cứ Espagne chứ nè chẳng tôi khnia vẽ rạch bọt chứ nằm bị bọn mà phải làm nâng mớ mà rộng lộn ăn pi chứ nằm chụp khnia vàสำหรับ Espagne ហើយនឹង Portugal នៅរាត្រីថ្ងៃអាទិត្យម៉ោង 2 ឈានចូលដល់ថ្ងៃច័ន្ទបងប្អូនណាម៉ោង 2 ផ្សាយបន្តផ្ទាល់នៅ CT Sport បងប្អូនយើងចង់ឲ្យ Espagne ឬក៏ Portugal ជាអ្នកឈ្នះជើងឯកតោះសូមខមមិននៅខាងក្រោម